បាទសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាជាមួយនឹងវីដេអូថ្មីទៀតហើយពាក់ព័ន្ធជាមួយនឹងបច្ចេកទេសនៃការរកលុយតាម YouTube មកចឹងនៅក្នុងវីដេអូនេះខ្ញុំបាននឹងនាំបងប្អូនទៅមើលពីគោលការណ៍ YouTube ដែលយើងហៅថាគ្រប់គោលការណ៍នោះយើងត្រូវគ្រប់យ៉ាងម៉េចចូលបងប្អូនអ្នកថ្មីដែលមិនទាន់បានចុច Subscribe សូមជួយ Subscribe ម្នាក់មួយហើយបងប្អូនដែលមិនទាន់បានចុច Like ខាងក្រោមវីដេអូម្នាក់មួយបាទសូមចុច Like ខាងក្រោមវីដេអូម្នាក់មួយផងដែរបាទអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាថាតើគោលការណ៍របស់ YouTube យើងត្រូវទៅមើលកន្លែងណាបាទសម្រាប់បងប្អូនដែលចាប់ផ្ដើមចង់ធ្វើ YouTube ថ្មីណាបងប្អូនយើងទៅមើលបងប្អូនគ្នាបាទអញ្ចឹងបងប្អូនចង់ទៅមើលថាតើ YouTube របស់យើងគ្រប់គោលការណ៍នៅកន្លែងណាបងប្អូនចូលមកប៉ុសរបស់យើងមកបងប្អូនមើលមកក្នុងនេះណាមើលមកខាងឆ្វេងដៃកន្លែងរូបដុល្លារនេះបងប្អូនចុចលើកន្លែងដុល្លារហ្នឹងបាទចុចលើដុល្លារបងប្អូនមើលកន្លែងនេះឃើញទេបាទនៅក្នុងនេះគឺយើងមានគេដាក់សរសេរកន្លែងនេះបងប្អូនកន្លែងគេថា eligibility អញ្ចឹងនៅក្នុងនេះបងប្អូនត្រូវរក subscriber នេះបាទឲ្យបាន1000 subscriber ដូចខ្ញុំនេះរកបាន1168 subscriber ហើយប៉ុន្តែប៉ុសហ្នឹងខានផុសចោលខានផុស view ទុកចោលប៉ុណ្ណាហើយវីដេអូ upload គឺ3វីដេអូឡើងទៅអញ្ចឹងមានថាវីដេអូហ្នឹងខ្ញុំបាន upload ច្រើនហើយមិនមែន3វីដេអូទេបាទហើយសម្រាប់គោលដៅសំខាន់បាទអញ្ចឹងទី1យើងមើលមកក្រោមវិញបងប្អូនស្រួលហ្មងហ្នឹងគឺពេញតែម្ដងបាទនេះគោលដៅសំខាន់នៃ eligibility ហ្នឹងសម្រាប់ការលុយបានបងប្អូនត្រូវគ្រប់គោលការណ៍2បាទត្រូវគ្រប់គោលការណ៍2ប៉ុន្តែក្នុងនេះមានដល់តែ3ខ្ញុំជូនបងប្អូនគ្រប់គោលការណ៍តែ2ទេបាទអញ្ចឹងគោលការណ៍2បាទ3ក៏2ដូចគ្នាទេបងប្អូនយើងមើលកន្លែងនេះដូចខ្ញុំបានជូនបងប្អូនមិញអញ្ចឹងគឺការ subscribe បាទទទួលបាន subscriber ហ្នឹងចំនួនបាទ1000 subscriber អញ្ចឹងអានេះគឺខ្ញុំបានគ្រប់ហើយបាទនេះគេយក1000 subscriber អញ្ចឹងខ្ញុំបានដល់ទៅ1168 subscriber ហើយបាទអញ្ចឹងគ្រប់គោលការណ៍ផ្នែក subscriber ទី2កន្លែងបងប្អូនមើលកន្លែង37 valid public voice hour ណាបាទអញ្ចឹងអាហ្នឹងគឺចង់សំដៅលើកន្លែងនេះបងប្អូនគឺចង់និយាយពីអ្នកម៉ោងចំនួនមើល4000ម៉ោងអញ្ចឹងបងប្អូនត្រូវធ្វើវីដេអូវែងបានអាចទទួលបាននៅ4000ម៉ោងហ្នឹងអញ្ចឹងបងប្អូនអាចចាប់ផ្ដើមធ្វើវីដេអូវែងដោយប្រើទូរស័ព្ទផ្ដេកបាទកុំប្រឈរបើប្រឈរបងប្អូនត្រូវថតឲ្យបានលើសពី3នាទីមានថា4-5នាទីអញ្ចឹងទៅអាហ្នឹងខ្លាចជាវីដេអូវែងហើយមកកាលណាគេមើលច្រើនបាទមើលច្រើនទៅសាប់ follow អី follow បាទម៉ោងនោះវាកើនឡើងពី37ហ្នឹងទៅដល់4000ម៉ោងគឺបងប្អូនអាចរកលុយបានហើយរយៈពេលគឺយូរមែនតើបងប្អូនណាគឺ365ថ្ងៃណោះអញ្ចឹងសុពលភាពវាយូរបងប្អូនគ្រប់គោលការណ៍តែពីរមុខហ្នឹងគឺអាចរកលុយបានបងប្អូនណាបាទចុះអាក្រមនេះវិញមិនដែរបាទអាគោលការណ៍ទី3ហ្នឹងណានៅក្នុងគោលការណ៍ទី3ហ្នឹងគឺបងប្អូនត្រូវធ្វើវីដេអូខ្លីបងប្អូនអាចធ្វើវីដេអូខ្លីមិនបាច់ចាំត្រូវធ្វើទេបើបងប្អូនចាប់អារម្មណ៍ធ្វើវីដេអូខ្លីបងប្អូនអាចធ្វើវីដេអូខ្លីបានបាទហើយវីដេអូខ្លីត្រូវការចំនួនអ្នកមើលយ៉ាងម៉េចដែរនេះបងប្អូនវីដេអូខ្លីគឺត្រូវការអ្នកមើលតែ 10M ទេមានថា10លាន view អញ្ចឹងបងប្អូនត្រូវរក10លាន view ក្នុងរយៈពេល90ថ្ងៃ3ខែអញ្ចឹងបើសិនជាបងប្អូនរកបាន10លាន view ក្នុងរយៈពេល90ថ្ងៃបងប្អូនអាចចាប់គោលការណ៍បាទគ្រប់គោលការណ៍អាចរកលុយជាមួយនឹង YouTube បានហើយអញ្ចឹងក្នុងនេះគឺចំពោះ subscriber គឺត្រូវតែ 1k ឡើងឯខាងក្រោមនេះវិញបើបងប្អូនចាប់អារម្មណ៍ធ្វើវីដេអូវែងបងប្អូនធ្វើវីដេអូវែងហើយអ្នកមើលគឺចំនួនម៉ោង4000ម៉ោងបងប្អូនចាប់អារម្មណ៍ចង់ធ្វើវីដេអូខ្លីគឺចំនួន90ថ្ងៃដែលយើងត្រូវមានវីដេអូហ្នឹងមានអ្នកមើល view ហ្នឹងគឺចំនួន10លាន view អញ្ចឹងអាលើគិតម៉ោងបាទវីដេអូវែងគិតម៉ោងហើយវីដេអូខ្លីគឺគិត view អញ្ចឹងខុសគ្នាប៉ុណ្ណាបាទហើយការគិតលុយក៏ខុសគ្នាដែរបើខ្ញុំតាមខ្ញុំអង្កេតមើលការធ្វើវីដេអូវែងនេះគឺបានពាណិជ្ជកម្មថ្លៃជាងធ្វើវីដេអូខ្លីហើយវាអាស្រ័យទៅលើវីដេអូបងប្អូនដែលចេញទៅបាទរីកទៅបរទេសណាបើវីដេអូវែងហ្នឹងបានទៅដល់បរទេសច្រើនគឺក៏បានថ្លៃដែរហើយបើវីដេអូខ្លីនេះបាទទៅដល់បរទេសច្រើនក៏បានថ្លៃដូចគ្នាដែរគាត់ថាបងប្អូនត្រូវព្យាយាមផុសបើវីដេអូខ្លីបងប្អូនត្រូវផុស
một ngày giờ học có đọc video đây bằng tu chẳng việc tu tới cứ video muối miền nhẹ mưa 1K 2K 3K ai lang đó một pay 30K ឬក៏ 100K ចឹងទៅហើយបងប្អូនបូកទៅរយៈពេល90ថ្ងៃហ្នឹងតើបាន10 million view ដែរឬក៏អត់ហើយសម្រាប់វីដេអូវែងបងប្អូនផុសទៅរយៈពេល1ឆ្នាំបងប្អូនព្យាយាមផុសមួយថ្ងៃមួយបាទធ្វើវីដេអូមួយថ្ងៃមួយ4 5នាទីទៅបើវីដេអូបងប្អូនល្អគឺអាចនឹងរកម៉ោងបានលឿនបាទហើយម៉ោងបានលឿនហ្នឹងទៅឆាប់នឹងគ្រប់គោលការណ៍ដើម្បីបងប្អូនអាចយកលុយបានតែម្ដងអញ្ចឹងពីរហ្នឹងបងប្អូនធ្វើមួយណាក៏បានដែរបងប្អូនចង់វែងក៏បានខ្លីក៏បានដែរធ្វើមកគ្រប់គោលការណ៍ជាមួយនឹង subscriber 1000 subscriber បងប្អូនអាចរកលុយបានហើយបាទអញ្ចឹងនេះគឺជាលក្ខខណ្ឌរបស់ YouTube បាទបន្ទាប់ពីបងប្អូនគ្រប់គោលការណ៍ហើយនេះ YouTube វានឹងផ្ដល់ message មួយជូនបងប្អូននេះខាងលើនេះបងប្អូននេះគេដាក់ថា valid you know when we eligible អញ្ចឹងកន្លែងនេះបើសិនជាគ្រប់គោលការណ៍គឺកន្លែង apply ហ្នឹងវាលោត apply ហើយកាលណា apply បងប្អូនហ្នឹងគឺវានឹងនាំយើងទៅកាន់ទីតាំងមួយទៀតបាទខ្ញុំនឹងធ្វើវីដេអូខាងក្រោយទៀតជូនបងប្អូនដើម្បីឲ្យដឹងច្បាស់ថាបើសិនពីគ្រប់គោលការណ៍ទៅបងប្អូនត្រូវធ្វើអីបន្តប៉ុន្តែនៅក្នុងនេះអត់ទាន់គ្រប់គោលការណ៍យើងអត់ធ្វើអីបន្តទេខ្ញុំនឹងទៅត្រៀមនៅក្នុងវីដេអូមួយទៀតគឺបង្កើត Google AdSense ដើម្បីត្រៀមក្នុងការរកលុយពេលដែលប៉ុស្តិ៍របស់បងប្អូនទាំងអស់គ្នាហ្នឹងគ្រប់គោលការណ៍ហើយយើងទៅចាប់ដៃគូ Google AdSense តែម្ដងគឺអាចរកលុយបានហ្មងលឿនហើយស្រួលទេបងប្អូនណាអត់ពិបាកទេបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងខ្ញុំថាបងប្អូនអាចយល់ហើយបងប្អូនមានចម្ងល់អីកន្លែងណាទៀតអាច comment ខាងក្រោមវីដេអូខាងក្រោយទៀតបានផងដែរអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូពីដើមដល់ចប់សង្ឃឹមថាបងប្អូនអាចបាទជួយ like ខាងក្រោមវីដេអូនេះមួយផងដែរបាទអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ចង់បានទឹកឃ្មុំបាទនេះទឹកឃ្មុំបាទទឹកឃ្មុំនេះធានាសុទ្ធ 100% បងប្អូនណាបាទទឹកឃ្មុំមិនមែនជាទឹកឃ្មុំព្រៃទេវាគឺជាទឹកឃ្មុំចិញ្ចឹមបងប្អូនអាចដឹងថាទឹកឃ្មុំចិញ្ចឹមគឺមានគុណភាពរបស់យើងអាចយកទៅធ្វើថ្នាំបានគឺទឹកឃ្មុំនេះគ្រប់អាយុបាទការទឹកបងប្អូនយកទឹកឃ្មុំព្រៃអាចនឹងខ្វះអាយុអាចនឹងលើសអាយុវាគឺឃ្មុំចាប់ផ្ដើមសោះហើយទឹកឃ្មុំចិញ្ចឹមគឺវាគ្រប់អាយុតែម្ដងល្អមែនតើបងប្អូនអញ្ចឹងបងប្អូនចាប់អារម្មណ៍អាចតាក់ទងបាទ comment ក្រោមវីដេអូមកខ្ញុំអាចនឹងតាក់ទងជូនបងប្អូនបានបាទមកកំប៉ុងនេះតើប្រហែលនេះបងធូរថ្លៃទេអត់ថ្លៃទេមកកំប៉ុងនេះគឺចំណូលវាកន្លះលីត្របាទកន្លះលីត្រកន្លះលីត្រតែប្រហែល10000បាទ50000អញ្ចឹងបងប្អូនណាបាទអញ្ចឹងអរគុណច្រើនបងប្អូនណាជួបគ្នាវីដេអូក្រោយបាយ